បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួយជាមួយខ្ញុំបាទ Mr. J ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Monday Night Raw ដែលលេងនៅក្នុងថ្ងៃច័ន្ទសប្តាហ៍នេះចឹងបើយើងនិយាយទៅគឺ Raw នៅក្នុងសប្តាហ៍នេះវាអត់មានអីប្លែកទេហើយសាច់រឿងក៏អត់មានអីធំដុំច្រើនប្រហែលដែរគ្រាន់តែថាគេរៀបសាច់រឿងមួយចំនួនទៅព្រឹត្តិការណ៍ផ្សេងអីចឹងទៅអញ្ចឹងសាច់រឿងធំដូចជាអត់មានអីទេហើយការប្រកួតក៏មិនសូវជាមានអីដែលពិសេសផងដែរចឹងសម្រាប់រ៉ូនៅក្នុងសប្តាហ៍នេះគឺខ្ញុំលើកយកតែចំណុចសំខាន់ក៏ដូចជាការរៀបគូប្រកួតមួយចំនួនទៅព្រឹត្តិការណ៍ផ្សេងទៀតតែប៉ុណ្្នឹងឯងអញ្ចឹងដូចនិយាយចឹងគឺរ៉ូសប្តាហ៍នេះវាអត់សូវមានអីធំដុំទេសូម្បីតែគូ main event ក៏ជាការប្រកួតដែលវាយធម្មតាដែរអត់មានអីពិសេសទេអញ្ចឹងអ្នកទាំងអស់គ្នារងចាំតាមដានស្ដាប់ជាមួយនឹងការបកស្រាយក៏ដូចជាសង្ខេបរបស់ខ្ញុំបាទនៅពេលបន្តិចទៀតនេះចឹងសូមនិយាយក្រៅប្រធានបទតិចបើសិនជាអ្នកទាំងអស់គ្នាដែលជា fan ទស្សនាភាពយន្តលក្ខណៈថាយើងជាអ្នកfan ទស្សនាកុនតែម្ដងចូលចិត្តមើលរឿងចូលចិត្តអីចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទស្សនាអាចតាក់ទងមកកាន់ខ្ញុំបានគឺខ្ញុំមានក្រុម Telegram សម្រាប់ផុសនិយាយទៅគឺទៅតែចាប់ផ្ដើមបើកទេដោយសារតែក្រុមមុនត្រូវបានគេ hack យកទៅចឹងទៅបង្កើតតាំងពី2021អញ្ចឹងខ្ញុំក៏សម្រេចចិត្តលុបចោលចឹងទៅក៏បង្កើតជាមួយនឹងក្រុមភាពយន្តថ្មីអញ្ចឹងខ្ញុំក៏ណែនាំអ្នកទាំងអស់គ្នាបើសិនជាចង់ចូលទស្សនាភាពយន្តអីគឺអាចចុះឈ្មោះជាមួយនឹងក្រុម Telegram របស់ខ្ញុំបានហើយសម្រាប់promotion ពិសេសសម្រាប់ក្រុមនឹងតែម្ដងគឺចាប់ពីថ្ងៃ1ដល់ថ្ងៃទី10ខែកក្កដានេះបើសិនជាអ្នកណាគេចូលគឺបង់ត្រឹមតែ$1ប៉ុណ្ណោះគឺអាចទស្សនាបានភាពយន្តអត់ដែលកំណត់រយៈពេល4ខែចឹងនិយាយទៅមួយខែអស់តែ1000រៀលទេចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍សូមអញ្ជើញរស់រាន់ឡើងព្រោះអីចំនួនមានកំណត់ចឹងអ្នកទាំងអស់គ្នាចាប់ពីថ្ងៃទី1នេះកក្កដារហូតដល់ថ្ងៃទី10ខែកក្កដាបើសិនជាអ្នកណាគេចូលយើងអត់មានកំណត់ចំនួនទេបើសិនជាចូលទៅគឺបង់តែ$1ប៉ុណ្ណោះអញ្ចឹងគឺយើងមើលបាន4ខែពេញតែម្ដងហើយភាពយន្តអីក៏មានដែរគឺខ្ញុំមានផុសចូលថ្មីហើយរឿងចាស់ក៏មានរឿងល្បីដែលគេកំពុងតែចាប់ផ្ដើមលេងក៏មានផងដែរជឿសង្ឃឹមថាអ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពយន្តអាចនឹងជួយគាំទ្រខ្ញុំផងដែរចឹងសម្រាប់ Monday Night Raw នៅក្នុងសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃច័ន្ទទី30ខែមិថុនាឆ្នាំ2025ហើយចឹងសម្រាប់នៅខ្មែរយើងគឺមើលព្រឹកនៅម្សិលមិញនេះទេគឺថ្ងៃទី1ខែកក្កដាយើងឆ្លងខែមើលឆ្លងខែចឹងសម្រាប់ Monday Night Raw After Night Champion ដូចជាអត់មានអីសាច់រឿងអីធំដុំប្រហែលទេខុសពីព្រឹត្តិការណ៍មុនដែលក្រោយពីចប់ព្រឹត្តិការណ៍ធំហើយចូលដល់ Raw After ព្រឹត្តិការណ៍ហ្នឹងគឺតែតែមានសាច់រឿងអីក៏ដូចជាមានអី surprise ច្រើនប៉ុន្តែនៅក្នុង Raw After Night Champion នេះគឺអត់មានអីសោះលក្ខណៈធម្មតាអញ្ចឹងណាចឹងបើកឆាក Raw មកជាមួយនឹងការបង្ហាញខ្លួនរបស់ Rhea Ripley ដែលគាត់មកនិយាយអំពីជ័យជំនះរបស់គាត់ប្រកួតឈ្នះ Raquel Rodriguez នៅ Night Champion អីចឹងទៅហើយក្រោយមកក៏ Io Sky ចេញមកម្ចាស់ខ្សែក្រវ៉ាត់ Women World Champion ហ្នឹងឯងហើយជជែកគ្នាបានមកប្រាវទៅក៏ Rhea Ripley គាត់សុំ challenge សុំប្រកួតជាមួយនឹង Io Sky គឺនៅព្រឹត្តិការណ៍ខាងមុខនេះគឺជាព្រឹត្តិការណ៍ Evolution ប្រចាំឆ្នាំ2025អញ្ចឹងព្រឹត្តិការណ៍ Evolution នេះគឺនិយាយឲ្យគឺជាការប្រកួតដែលមានតែគូស្រីសុទ្ធទេជាព្រឹត្តិការណ៍ដែលមានគូស្រីអត់មានគូប្រុសទេហើយយើងធ្លាប់ឃើញម្ដងហើយកាលពីឆ្នាំ2018ព្រឹត្តិការណ៍ Evolution ដែរនិយាយទៅគឺគូស្រីវាយសុទ្ធតែម្ដងអត់មានប្រុសនៅក្នុងហ្នឹងទេអញ្ចឹងខែកក្កដានេះមានព្រឹត្តិការណ៍2ទៅ3ឯណោះប៉ុន្តែសិតតែជាព្រឹត្តិការណ៍ដែលទូចទេមុនដល់ព្រឹត្តិការណ៍ SummerSlam នៅខែ8ដូចជាព្រឹត្តិការណ៍ WWE Super Show ដែលលេងនៅមិចសេកូហ្នឹងក៏ជាព្រឹត្តិការណ៍ធម្មតាដែរអត់មានអីប្លែកទេអត់មានអីធំដុំដោយ SummerSlam ឬមួយក៏ណា Champion អីទេហើយយើងមាន Saturday Night Main Event ក៏ជាព្រឹត្តិការណ៍ដែលធម្មតាដែរអត់មានអីធំដុំទេគ្រាន់តែមានការប្រកួតមួយចំនួនដែលយើងមើលទៅយើងគ្រាន់បើគឺ Goldberg ជាមួយនឹង Gunther ហ្នឹងឯងចឹងក្រោយមកទៀតក៏មានជាការប្រកួតរវាង Rusev ជាមួយនឹង Sheamus អញ្ចឹងទៅហើយការប្រកួតហ្នឹងគឺយើងបាននិយាយច្រើនទេព្រោះ Rusev គាត់ទៅតែមកអញ្ចឹងទៅគាត់វាយមួយស្មើកម្រចាញ់ណាស់អញ្ចឹងក៏គាត់យកឈ្នះទៅលើ Sheamus អញ្ចឹងការប្រកួតហ្នឹងក៏វាយល្អមើលគួរសមដែរវាយយូរក៏គ្រាន់បើអញ្ចឹងបន្តមកទៀតក៏មានការប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់ WWE World Tag Team Champion រវាង The New Day ប្រកួតជាមួយនឹង The Judgment Day ដែល The Judgment Day ហ្នឹងគឺសំដៅទៅលើ Finn Balor ហើយនឹង JD McDonagh គឺអត់មានDominic ទេគឺ Dominic គាត់កាន់ Ether ហើយអញ្ចឹងមានតែ Finn ហើយ JD ទេដែលគាត់នៅទនេអត់មានបានអីកាន់អញ្ចឹងការប្រកួតហ្នឹងគឺ surprise មែនតើដែល JD ហើយនឹង Finn គឺដណ្ដើមបានខ្សែក្រវ៉ាត់ Full Tag Team របស់គាត់មកវិញហើយ
ចឹងគឺ Finn គាត់កាន់ខ្សែក្រវ៉ាត់ tag team វិញដែរអត់មានបានខ្សែក្រវ៉ាត់អីធំដុំទេគឺប្រហែលតាំងពី2023មកគឺកាន់តែ tag team ហ្នឹងឯងហើយក៏មិនដឹងថាពេលណាដែលគេត្រូវលើកគាត់ឲ្យកាន់ខ្សែក្រវ៉ាត់ single champion ឬមួយក៏ខ្សែក្រវ៉ាត់ធំអត់ដឹងពេលណាពេលណីទេចឹងបន្ទាប់មកទៀតក៏ជាការបង្ហាញខ្លួនរបស់ The Ring General Gunther ដែលជាម្ចាស់ខ្សែក្រវ៉ាត់ WWE World Heavyweight Champion ហ្នឹងដែលគាត់ឡើងមកនិយាយអំពីការប្រកួតរបស់គាត់នៅ Saturday Night Main Event ជាមួយ Goldberg អីចឹងទៅហើយគាត់សន្យាថាគាត់នឹងបំបាក់ Goldberg អីចឹងទៅហើយក្រោយមកក៏ set ចេញមកនិយាយ celebration អបអរសាទរចំពោះ Gunther អញ្ចឹងទៅហើយក៏ឆ្លៀតនិយាយអំពីគេថា Money the Bank របស់គាត់ដែរព្រោះអីដឹងស្រាប់ហើយគឺ Money the Bank របស់គាត់អាច cash in បានទាំងខ្សែក្រវ៉ាត់របស់ John ទាំង Gunther ហើយ set គឺមកសានេះជាមួយនឹងឈុតខ្មៅហើយ Valley ក៏ដូរដែរគឺ Valley ពណ៌ខ្មៅខ្ញុំមិនដឹងថា Valley ហ្នឹងគឺដូរតម្រូវតាមឈុតកៅអៅរបស់ set អត់ទេព្រោះអី Valley គឺពណ៌បៃតងតែដល់ពេល set ពាក់ឈុតខ្មៅ Valley ពណ៌ខ្មៅដែរចាំមើលសប្តាហ៍ក្រោយ Kylo set ពាក់ឈុតក្រហម Valley ក្រហមដែរ Kylo គេអានេះគេហៅថា fashion របស់គាត់ style របស់គាត់តែចាំមើលគាត់លេង style លើ Valley ទៀតចឹងនិយាយមិនទាន់បានប្រហែលផងភ្លេង CM Punk ក៏ចេញមកវាយទៅលើ set ហ្នឹងឯងវាយប្រើយកអញ្ចឹងទៅហើយក៏លក្ខណៈថាដេញវាយ set ឲ្យរត់ទៅកន្លែងទស្សនិកជនអញ្ចឹងទៅហើយគ្រាន់តែឆ្ងល់ត្រង់ថាចេញសារហ្នឹងគឺមានតែ Paul Heyman ជាមួយ Braun ជាមួយនឹង set ទេគឺដល់ពេល CM Punk មកវាយពួកកូនចៅមិនមកជួយសោះព្រោះឯងកូនចៅគេលក្ខណៈទុកកម្លាំងសម្រាប់វាយនៅចុងវគ្គអីចឹងទៅអញ្ចឹងក្រោយពីដេញវាយ set ហើយ CM Punk ក៏នៅលើសង្វៀនហ្នឹងរៀនមួម៉ៅដែរ Gunther ក៏នៅលើសង្វៀនហ្នឹងក៏ចាប់ដៃទុកអីចឹងទៅ CM Punk ក៏កំពុងពលមុខដេញវាយ set អត់បានអញ្ចឹងក៏រុញ Gunther ដួលអីចឹងទៅហើយក៏ដើរចុះទៅបាត់ធ្វើឲ្យ Gunther រៀងដូចយើងភ្លាំងដែរមិនដឹងថា Gunther គាត់ចង់កាន់ដៃ CM Punk ទុកដើម្បីសួរពីអីទេហើយ CM Punk ក៏កំពុលមុខរុញ Gunther ដួលទៅអាហ្នឹងគឺអត់មានអីច្រើនទេហើយបកមកកាន់ set វិញនៅកន្លែងទស្សនិកជនហ្នឹងស្រាប់តែ LA Knight កាន់ពត popcorn មកកំប៉ុងមកចូលពីក្រោយ set ហើយក៏វាយ set ចឹងទៅវាយទៅកន្លែង backstage វាយទៅកន្លែងទស្សនិកជនហើយក៏គេប្រកាសផ្លូវការផងដែរគឺនៅ Saturday Night Main Event នេះគឺ Seth freaking Rollins ត្រូវប៉ះគ្នាជាមួយនឹង LA Knight វាយមួយស្មើទេចឹងបន្ទាប់មកទៀតខ្ញុំនិយាយដល់គូពិសេសចុងក្រោយតែម្ដងបិទវគ្គគឺជាការប្រកួតtag team ទេរវាង Penta ចាប់ដៃជាមួយនឹង Sami Zayn ហើយទៅប្រកួតគ្នាជាមួយនឹង Bron Breakker ហើយនឹង Big Bronson Reed ដែលការប្រកួតនេះគឺបញ្ចប់ចុងក្រោយទៅដោយBron Breakker គាត់យកឈ្នះទៅលើ Sami Zayn ចឹងការប្រកួតហ្នឹងគឺខាង Bron Breakker គាត់ឈ្នះចឹងក្រោយពីឈ្នះហើយ Bron Breakker និង Bronson Reed អត់សុខចិត្តទេលក្ខណៈអត់អស់ចិត្តវាយឈ្នះគេហើយហ្នឹងក៏ចាប់ទាំង Sami ចាប់ទាំង Penta យកមកវាយបន្ថែមទៀតហើយរលត់ Tsunami ហើយក៏ Jey Uso បង្ហាញខ្លួនមកយកកៅអីមកមួយផងដែរគឺយកមកវាយដល់ពេលហើយគឺវាយ Bron Breakker ផងវាយ Bronson Reed ផងចឹងគឺ Jey Uso គាត់ចេញមកជួយខាងធីមរបស់ Penta ហើយនិង Sami Zayn ខ្ញុំអត់ទាន់ដឹងសាច់រឿងគេរៀបមិនទេប៉ុន្តែគេដាក់ Jey Uso ចូលមួយទៀតហើយចឹងតតែថាព្រឹត្តិការណ៍ក្រោយអាចនឹងវាយ3ស្មើចឹងសម្រាប់ Jey Uso គឺមិនដឹងពេលណាគាត់វិលត្រឡប់ទៅរកបងប្អូនគាត់វិញទេព្រោះអីមើលទៅសាច់រឿងនេះគឺខ្ញុំជឿជាក់ថាអាចនឹងចុងវគ្គចិត្តដល់ដាច់ឆ្នាំអញ្ចឹងទៅចិត្ត World Game អាចនឹង Jey Uso គាត់វិលទៅរក The Uso វិញអាចថាចាប់រួបរวมគ្នាវិញដើម្បីវាយ World Game អញ្ចឹងទៅព្រោះឥឡូវអាពាក្យស្លោករបស់គាត់គឺឥឡូវល្បីដល់ solo អាពាក្យស្លោក four letter one wall yeet ហ្នឹងគឺល្បីដល់ solo គឺ solo គាត់យកទៅ troll ឌឺគឺអីគេ four letters one word stop ចឹងកម្មវិធីរក៏បានបញ្ចប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាចឹងខ្ញុំសង្ខេបតិចតួចខ្លីទេចែកជូនអ្នកទាំងអស់គ្នាចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ចឹងបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាគឺសូមមេត្តាអធិស្ឋានផងដែរចឹងអ្នកទាំងអស់គ្នារងចាំតាមដានស្ដាប់ជាមួយនឹងការបកស្រាយរបស់ខ្ញុំនៅវីដេអូក្រោយទៀតចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេពីខ្ញុំបាទ Mr. J ក៏សូមអរគុណសូមជម្រាបលា